លោកផាងវីដឹកនាំជួសជុលទ្វារទឹកអាង30កញ្ញាដើម្បីធានាស្តុកទឹកជូនប្រជាកសិករប្រើប្រាស់បានគ្រប់គ្រាន់លោកផាងវីដឹកនាំជួសជុលទ្វារទឹកអាង30កញ្ញាដើម្បីធានាស្តុកទឹកជូនប្រជាកសិករប្រើប្រាស់បានគ្រប់គ្រាន់លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងអូតូនិយមបានដឹកនាំសហការីព្រមទាំងអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរួបរวมសហការគ្នាជួសជុលទ្វារទឹកអាងទឹក30កញ្ញាកាលពីរសៀលថ្ងៃទី21ខែតុលាឆ្នាំ2025លោកបានសង្កត់ធ្ងន់ថាអាងទឹក30កញ្ញាពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការស្តុកទឹកក៏ដូចជាការផ្គត់ផ្គង់ដល់ប្រជាកសិករនៅក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ក៏ដូចជាស្រោចស្រពស្រូវប្រាំងជាច្រើនម៉ឺនហិកតាតែទោះជាយ៉ាងណាបរិមាណទឹកដ៏ច្រើនលានម៉ែត្រគូបនេះពុំអាចគ្រប់គ្រាន់ឬក៏ប្រើប្រាស់ផ្គត់ផ្គង់តាមតម្រូវការស្រែស្រូវជាច្រើនម៉ឺនហិកតារបស់កសិករនោះទេហើយកសិករខ្លួនឯងក៏ត្រូវមានអាងឬប្រព័ន្ធគ្រប់គ្រងស្តុកទឹកទុកឲ្យបានត្រឹមត្រូវនិងគ្រប់ចំនួនដើម្បីធានានៃការស្រោចស្រពស្រែស្រូវរបស់ខ្លួនឲ្យបានគ្រប់ចំនួនតាមផែនការជាពិសេសនៅក្នុងបរិបទដែលបម្រែបម្រួលអាកាសធាតុសកលកំពុងតែយាយីភពផែនដីលោកបានថែមថាស្ថានភាពទឹកភ្លៀងរដូវវស្សាឆ្នាំនេះស្ទើរតែអស់ 100% ទៅហើយហេតុនេះកសិករត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ធ្វើយ៉ាងណាសម្រាប់ធ្វើស្រែប្រាំងឬស្រូវប្រដេញទឹកឲ្យបានទាន់ពេលវេលាជាពិសេសមានអាងស្តុកទឹកនិងផ្គត់ផ្គង់បានគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេសជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារមន្ត្រីធនធានទឹកនិងអូតូនិយមខេត្តកំពង់ធំអាជ្ញាធរស្រុកស្ទូងក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានរួបរวมសហការគ្នាក្នុងការជួសជុលទ្វារទឹកនេះយ៉ាងសស្រាក់សស្រាំដើម្បីធានានូវការបិទបើកប្រកបដោយសុវត្ថិភាពនិងទាន់សភាពការសូមបញ្ជាក់ផងដែរថាអាងទឹក30កញ្ញាគ្រប់ដណ្ដប់លើ3ស្រុកគឺស្រុកប្រាសាទបាឡាំងស្រុកស្ទូងនិងស្រុកកំពង់ស្វាយដែលក្នុងនោះមានចំនួន36ឃុំនិងមានស្រែស្រូវកសិករប្រមាណជាង 30000 ហិកតាហើយអាចស្តុកទឹកបានប្រមាណ35លានម៉ែត្រត្រីគុណនាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168